យន្តដែលត្រូវបានបង្កើតឡើងដោយមនុស្សជាមួយនឹងគំនិតច្នៃប្រឌិតមនុស្សយន្តត្រូវបានប្រទេសជឿនលឿនបង្កើតឡើងដើម្បីសម្រួលដល់ការងារផ្សេងៗដែលមានតួនាទីប្រើប្រាស់បានច្រើនមុខងារដំបូងឡើងគេបង្កើតរ៉ូបូតសម្រាប់តែការបញ្ជាកម្សាន្តតែប៉ុណ្ណោះប៉ុន្តែសម្រាប់បច្ចុប្បន្នការងារមួយចំនួនគេអាចបញ្ជាតាមរយៈមនុស្សយន្តនេះតែម្ដងនៅកម្ពុជានាពេលបច្ចុប្បន្នគេក៏ឃើញមានវត្តមានមនុស្សយន្តនៅតាមស្ថាប័នឧត្តមសិក្សាមួយចំនួនដែលរ៉ូបូតទាំងនោះបង្កើតឡើងសម្រាប់ការសិក្សាស្រាវជ្រាវរបស់និស្សិតលើវិស័យបច្ចេកទេសដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់នៃបច្ចេកទេសវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានសម្រេចនូវភាពជោគជ័យរបស់ខ្លួនទាក់ទងទៅនឹងការបង្កើតស្នាដៃច្នៃប្រឌិតរ៉ូបូតខ្នាតតូចចំនួន2សម្រាប់ប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរបស់និស្សិតនៃវិទ្យាស្ថានដោយផ្ដើមគំនិតដោយសាស្ត្រាចារ្យមួយក្រុមនិស្សិតឆ្នាំទី5ផ្នែកអេឡិចត្រូនិកស្វ័យប្រវត្តិនិងទូរគមនាគមន៍នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបង្កើតរ៉ូបូតដែលជាស្នាដៃដំបូងរបស់វិទ្យាស្ថានបន្ទាប់ពីចំណាយពេលអស់6ខែទើបបង្កើតបាននូវរូបរាងរ៉ូបូតខ្នាតតូចនេះគោលបំណងចម្បងក្នុងការជួយជំរុញឲ្យនិស្សិតបង្កើតជារ៉ូបូតដោយខ្លួនឯងផ្ទាល់នៅវិទ្យាស្ថាននេះដែលគាត់ជួយជំរុញឲ្យគាត់មានសមត្ថភាពបង្កើតរ៉ូបូតដោយខ្លួនឯងពី A ដល់ Z ដោយខ្លួនឯងនៅរកពីពេលហ្នឹងគឺក្នុងគោលបំណងធំដើម្បីជួយជំរុញឲ្យមានការតាក់ទាញក្នុងការលើកកម្ពស់វិស័យអប់រំដែលលើជំនាញខាងផ្នែកវិទ្យាសាស្ត្រនិងវិស្វកម្មនៅក្នុងប្រទេសកម្ពុជាយើងដែលជាគោលនយោបាយរួមរបស់ក្រសួងអប់រំក្នុងការជួយជំរុញធ្វើម៉េចលើកកម្ពស់ឲ្យមានធនធានមនុស្សកាន់តែច្រើនឡើងក្នុងផ្នែកវិទ្យាសាស្ត្រនិងវិស្វកម្មក្នុងដំណើរការផលិតជាឡូបូហ្នឹងខាងវិទ្យាស្ថានគាត់ជួយទំនប់បំរុងជាផ្នែកហិរញ្ញវត្ថុនិងសម្ភារៈឧបករណ៍ផ្សេងៗដែលជួយសម្រួលដល់និស្សិតឲ្យមានភាពងាយស្រួលក្នុងការផលិតរ៉ូបូហ្នឹងនៅក្នុងនឹងទៀតសោតខាងវិទ្យាស្ថានក៏បានរៀបចំសាស្ត្រាចារ្យណែនាំដែលមានរូបខ្ញុំបាទនិងលោកបណ្ឌិតគីលេងជាសាស្ត្រាចារ្យណែនាំផ្ទាល់ក្នុងគម្រោងហ្នឹងដើម្បីជួយដឹកនាំផ្ដល់គំនិតដល់និស្សិតផ្នែកអគ្គិសនីនិងធម្មពលជំនាញខាងផ្នែកអេឡិចត្រូនិកអូតូម៉ាទិកនិងទូរគមនាគមន៍ Telecommunication ឲ្យគាត់មានលទ្ធភាពក្នុងការបង្កើតរ៉ូបូតខ្លួនគាត់ផ្ទាល់នៅក្នុងហ្នឹងយើងជួយបណ្ដុះបណ្ដាលលទ្ធភាពគាត់ទាំងផ្នត់គំនិតក្នុងការរៀបចំគម្រោងជារួមតើធ្វើម៉េចដើម្បីឲ្យកូនសិស្សហ្នឹងធ្វើការជាក្រុមជាមួយគ្នាបានរៀបចំក្នុងការគ្រប់គ្រងគម្រោងដោយខ្លួនឯងតើក្នុងក្រុមនរណាជាប្រធានក្រុមនរណាមានតួនាទីធ្វើអ្វីក្នុងក្រុមជាអ្នកបច្ចេកទេសជាហេតុញ្ញិកឬក៏ជាអ្នកធ្វើ marketing អីផ្សេងៗហ្នឹងជាចំណេះដឹងសិស្សដែលយើងផ្ដល់ឲ្យគាត់ចំណែកឯចំណេះដឹងខាងផ្នែកហាដែលយើងផ្ដល់ឲ្យគាត់បានន័យថាយើងផ្ដល់ចំណេះដឹងបន្ថែមលើមុខជាតិដែលគាត់រៀនជាក់ស្ដែងគឺចំណេះដឹងខាងផ្នែក design ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ពិតជាក់ស្ដែងដែលគាត់ត្រូវធ្វើដើម្បីបំពេញទៅតាមតម្រូវការជាក់ស្ដែងរបស់គាត់ហ្នឹងក្នុងហ្នឹងយើងផ្ដល់ចំណេះដឹងបន្ថែមខាងផ្នែក programming ដែលគាត់ត្រូវរៀន programming បន្ថែមគឺផ្នែកចំណេះដឹងបន្ថែមខាងផ្នែក conception of គ្រឿងអេឡិចត្រូនិកបង្កើតគ្រឿងអេឡិចត្រូនិកដោយខ្លួនឯងនិងខាងចំណេះដឹងបន្ថែមក្នុងការបង្កើតគ្រឿងមេកានិកដោយខ្លួនឯងអញ្ចឹងដោយបញ្ចូលទាំង3ផ្នែកគឺផ្នែកមេកានិកអេឡិចត្រូនិកនិងព័ត៌មានវិទ្យាចូលគ្នាគឺគាត់អាចបង្កើតរ៉ូបូមួយដែលមានសមត្ថភាពធ្វើដំណើរការដោយខ្លួនឯងក្នុងការផ្លាស់ទីដោយខ្លួនឯងទៅរកទីតាំងមួយចាប់យករបស់ដោយខ្លួនឯងនិងទៅយករបស់ហ្នឹងទៅដាក់ទីតាំងណាមួយដែលគាត់កំណត់តែគាត់ចង់បានដោយខ្លួនឯងដែលស្វ័យប្រវត្តិរ៉ូបូតដែលបានបង្កើតទាំងពីរនេះមានឈ្មោះថា Sophisticated Autonomous Robot និង Simple Autonomous Robot មនុស្សយន្តទាំងពីរត្រូវបានច្នៃប្រឌិតដោយនិស្សិតចំនួន2ក្រុមសម្រាប់ប្រកួតប្រជែងស្នាដៃផងនិងសម្រាប់បង្ហាញសមត្ថភាពរបស់ពួកគេផងដែររ៉ូបូតនេះចំណាយរយៈពេលអស់ប្រហែល6ខែដើម្បីធ្វើវាឡើងចំពោះការផលិតវាចែកចេញជា5ដំណាក់កាលសំខាន់ដំណាក់កាលទី1គឺយើងត្រូវធ្វើការ design ដំណាក់កាលបន្តមកទៀតគឺយើងចាប់ផ្ដើមបង្កើត mechanic គ្រឿង mechanic ឧបករណ៍ mechanic ដំណាក់កាលបន្ទាប់ពីយើងបង្កើតគ្រឿង mechanic រួចហើយគឺយើងត្រូវបង្កើតខាងគ្រឿង electronic ឧបករណ៍ electronic ដែលសម្រាប់ធ្វើជាខួរក្បាលសម្រាប់ robot ហ្នឹង
ហើយនឹងដំណាក់កាលចុងក្រោយដើម្បីឲ្យរ៉ូបូនឹងមានជីវិតបានគឺយើងដំណាក់កាលនៃការទៅ program គឺយើងបញ្ចូលកូដបញ្ចូល program ទៅឲ្យវាចំណែកដំណាក់កាលមួយទៀតជាដំណាក់កាលចុងក្រោយគឺយើងធ្វើការតេស្តវាធ្វើការសាកល្បងវាតើវាដើរបានល្អហើយនៅបើសិនជាវាដើរមិនទាន់បានល្អទេយើងនឹងធ្វើការកែតម្រូវវាបន្តទៀតរ៉ូបូនេះឈ្មោះវាថាautonomous mobile robot ហើយមានទួនាទីអត់ខុសពីរ៉ូបូមុនទេព្រោះតែខុសយើងដូរ algorithm តិចតួចឧទាហរណ៍ដូរ mechanic ដៃដូរ mechanic អីទៅអញ្ចឹងវាទួនាទីវាគឺវាអាចដើរតាមបន្ទាត់គំនូសដែលយើងគូសវាហ្នឹងហើយអាចចាប់របស់មួយពីចំណុចមួយដែលយើងដាក់ហ្នឹងហើយទៅទុកនៅកន្លែងដែលយើងចង់ឲ្យវាទុកហើយដើម្បីធ្វើរ៉ូបូនេះមួយសម្រាប់មកយើងចំណាយពេលអស់ប្រហែលជា6ខែហើយមានឆ្លងកាត់ដំណាក់កាលខាន់មួយចំនួនដែរដូចជាដំបូងឡើយយើងត្រូវការ design វាក្នុងកម្មវិធីនៅស្អីមួយទៅយើង design វាទៅពេល design ហើយយើងត្រូវផលិតរៀងរូបរាងហ្នឹងតាមអ្វីដែលយើងបាន design ដំណាក់កាលទី2បន្ទាប់មកពេលយើង design ផ្នែក mechanic ហើយយើងផលិតផ្នែក mechanic ហើយតមកទៀតគឺយើងផលិតផ្នែក electronic ដែលមាន kit electronic នេះដែលយើងឃើញហ្នឹងតមកទៀតគឺយើងត្រូវការធ្វើ save program បញ្ចូលដើម្បីជាគូក្បាលវាដើម្បី robot ចង់ឲ្យវាដើរដូចអ្វីដែលយើងធ្វើហ្នឹងដល់ដំណាក់កាលចុងក្រោយគឺដំណាក់កាល test អញ្ចឹងដល់ពេលដែលយើងធ្វើហើយ mechanic ហើយ electronic ហើយអីហើយយើង program ចូលហើយយើង test មើលតើវាដំណើរការដោយអ្វីដែលយើងចង់បានដែរអត់បើសិនណាជាអត់ដូចទេយើងត្រូវទៀងទាត់មើលថាតើវាមានកំហុសជកងផ្នែក mechanic ឬមួយខាងផ្នែក software ឬមួយក៏ខាងផ្នែក electronic អញ្ចឹងបើសិនណាជាខុស mechanic យើងអាចដូរ mechanic ទៅការកកាត់នៅរ៉ូបូតទាំងពីរនេះបានកាត់ចេញពីការព្យាយាមនិងគំនិតច្នៃប្រឌិតរបស់និស្សិតនិងការផ្ដល់ជាគំនិតយោបល់របស់សាស្ត្រាចារ្យប៉ុន្តែការផលិតរ៉ូបូតឲ្យបានចេញជារូបរាងក៏ជួបប្រទះនៅផលលំបាកមួយចំនួនផងដែរដូចជាសម្ភារៈក្នុងការដំឡើងនិងថវិកាជាដើមប្រសិនបើគ្មានការជួយឧបត្ថម្ភថវិកាពីសប្បុរសជននោះទេនោះការងារនេះក៏មិនអាចទទួលបានលទ្ធផលល្អដែរដោយយល់ឃើញពីភាពចាំបាច់និងកង្វះខាតរបស់និស្សិតក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារពេទ្យ MEES បានទ្រទ្រង់ថវិកាចំនួន$3,000សម្រាប់សម្រួលដល់ការងារច្នៃប្រឌិតរបស់និស្សិតដែលបង្កើតបានចេញជារូបរាងនៃរ៉ូបូតទាំងពីរបានជាក្រុមហ៊ុនយើងជួយឧបត្ថម្ភផ្នែកថវិកាផ្នែករ៉ូបូនេះទី1ក្រុមហ៊ុនយើងមានគំនិតថាយើងមាននិស្សិតយើងដែលផ្នែកបច្ចេកវិទ្យាយើងនឹងចង់ឲ្យរីកចម្រើនហើយយើងមើលឃើញថានិស្សិតយើងមានសមត្ថភាពប៉ុន្តែគ្នាខ្វះទាំងថវិកាប្រៀបដូចជាពន្លកឈើមួយឬដែលវាដុះចេញមកហើយប៉ុន្តែវាត្រូវការជ្រួយជើងត្រូវការចាក់ជីត្រូវការចាក់ទឹកអញ្ចឹងទៅថវិកានេះហើយដែលជួយឲ្យគ្នាដើម្បីមានកម្លាំងមានកម្លាំងមានការស្រាវជ្រាវបានខ្ពង់ខ្ពស់តទៅទៀតយើងជួយផ្នែកថវិកាចំណែកឯការស្រាវជ្រាវក៏អីគឺនិស្សិតគេចាំគេជួយហើយទី2គឺយើងក្រុមហ៊ុននេះក៏មានសហប្រតិបត្តិការជាមួយនឹងសាលាយើងដែរដោយសារមានបំពាក់គ្រឿងអីខាងក្នុងសាលាយើងហ្នឹងមានច្រើនមែនទែនផ្នែកខាងជាពិសេសក៏ផ្នែករ៉ូបូនេះក៏ក្រុមហ៊ុននេះយើងជាអ្នកផ្គត់ផ្គង់ដល់ដែរអញ្ចឹងយើងជួយផ្នែកថវិកាហ្នឹងឃើញថាខ្ញុំបានបណ្ឌិតផ្ទាល់ដែរឃើញរ៉ូបូហ្នឹងឃើញថាគួរមានមោទនភាពមែនទែនដែលនិស្សិតយើងដែលអាចធ្វើបានស្រាវជ្រាវធ្វើបានរ៉ូបូយើងធម្មតាយើងឃើញតាប្រទេសគេផ្សេងដែលគេធ្វើបានតែពេលនេះយើងឃើញនិស្សិតយើងអាចធ្វើបានយើងឃើញថាវាឃើញរបស់ដែលធ្វើហ្នឹងគឺសិតតែរបស់ក្នុងស្រុកយើងទៅតាខាងស្ពឺអីគេយើងកលឹងស្ពឺយើងស្វានយើងសាក់ស៊ីវាយើងកាត់យើងតយើងអីហ្នឹងគឺស្នាដៃរបស់និស្សិតយើងផ្ទាល់អញ្ចឹងគេថាលទ្ធផលខ្ញុំជឿថាវាមិនបានដូចគេល្អទេប៉ុន្តែនេះជាចំណុចចាប់ផ្ដើមនៃបច្ចេកវិទ្យាយើងហើយបើមិនតែយើងខំតទៅទៀតស្រាវជ្រាវថែមទៀតថែមទាំងមានគ្រូដឹកនាំល្អថែមទៀត
ខ្ញុំថាវិទ្យាមុខហើយគ្រូឃើញវាដំណើរការវាល្អល្អបន្តិចតួចប៉ុន្តែដើរហើយឲ្យខំបន្តិចទៀតទៅមុខហើយទន្ទឹមនឹងដែរខ្ញុំសូមសំណូមពរដល់ក្រុមហ៊ុនក្នុងស្រុកយើងឬក៏ក្រៅស្រុកក៏ដោយប៉ុន្តែជាពិសេសក្នុងស្រុកយើងដែលយើងអាចមានលទ្ធភាពយើងអាចចំណាយថវិកាយើងបន្តិចបន្តួចដើម្បីជួយគ្រប់គ្រងទៅដល់និស្សិតខ្មែរយើងដែលគ្នាខិតខំជួយទៅដើម្បីជីវភាពពង្រឹងផ្នែកនិស្សិតយើងឲ្យមានសមត្ថភាពឡើងមានបច្ចេកវិទ្យាឡើងដើម្បីធនធានមនុស្សយើងកំពុងតែខ្វះធនធានមនុស្សយើងមកច្រើនណាស់រឿងបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យានេះអញ្ចឹងដើម្បីឲ្យធនធានមនុស្សយើងកើនដើម្បីឲ្យយើងខ្មែរយើងមានមោទនភាពដោយប្រទេសយើងជិតខាងឬមួយក៏ទៅផ្សេងយើងគួរណាស់តែរួមកម្លាំងគ្នាដើម្បីជួយគ្នាដើម្បីឲ្យរីកចម្រើនដោយប្រទេសគេផ្សេងការបង្កើតរបបរបស់និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជាក៏ចង់បញ្ជាក់ឲ្យប្រជាពលរដ្ឋខ្មែរទូទៅបានដឹងពីភាពជឿនលឿននៃបច្ចេកវិទ្យានៅប្រទេសកម្ពុជាដែលកូនខ្មែរមានសមត្ថភាពនិងទេពកោសល្យក្នុងការផលិតឧបករណ៍បច្ចេកវិទ្យា